ថ្ងៃនេះហាក់ដូចជារៀងលពឹសដៃជាងរាល់ថ្ងៃនេះគឺថាខ្ញុំទៅរៀបចំផ្ទះបាយដូច្នេះហើយក៏រើក្នុងធុងរើចោះរើឡើងក៏ឃើញអង្គដំណើបសល់ប្រហែលជា1គីឡូក៏គិតថាយកកន្លះគីឡូនេះយកទៅធ្វើជាបាយដំណើបខ្នុរចំហុយនឹងតែម្ដងទៅហើយចំពោះរបៀបធ្វើក៏អត់មានអីពិបាកដែរហើយបើនិយាយពីរបៀបធ្វើនិងគ្រឿងផ្សំក៏អត់មានអីច្រើនដែរបងប្អូនគឺមានតែ3មុខនឹងឯងមានអង្ករដំណើបខ្ទិះដូងហើយនិងខ្នុរយើងនឹងឯងបងប្អូនហើយជាដំបូងហ្នឹងគឺខ្ញុំយកអង្ករហ្នឹងគឺយកទៅត្រាំទឹកប្រហែលជា4ទៅ6ម៉ោងបងប្អូនដូច្នេះហើយតោះតែយើងត្រាំសិនលាងហើយត្រាំសិនទៅចាំទៅពេលហើយយើងលាងបន្តទៀតគឺយកមកចំហុយនឹងតែម្ដងហើយរបៀបនៃការចំហុយរបស់ខ្ញុំគឺខ្ញុំវាបែបហ្នឹងបងប្អូនគឺខ្ញុំប្រើជាសឹងបែបតែសឹងខ្ញុំនេះរឿងធំបន្តិចកណាត់ចំពោះកណាត់ស្បៃបងប្អូនកុំប្រើធំដូចខ្ញុំពេលដោយសារខ្ញុំភ្លាមពេកយោអញ្ចឹងជាវគ្គដំបូងហ្នឹងគឺខ្ញុំដាំទឹកឲ្យពុះសិនណាកន្លះឆ្នាំងឲ្យពុះសិនចាំយើងយកទៅចំហុយលើកដំបូងហ្នឹងគឺខ្ញុំទុកប្រហែលជា15ទៅ20នាទីហើយសេសសល់ពេលវេលាបន្តិចបន្តួចហ្នឹងគឺខ្ញុំមកហាន់ខ្នុរឲ្យសម្រាប់ខ្នុររបស់ខ្ញុំគឺវារៀងអត់សូវល្អឯងបងប្អូនហើយនៅពេលដែលហាន់ហើយគឺខ្ញុំត្រូវយកទៅលាងទឹកម្សៅទៀតចឹងណាបងប្អូនឲ្យវាអស់កំទីហើយការហាន់របស់ខ្ញុំនេះគឺខ្ញុំហាន់ជាចំណិតស្ដើងតូចល្មមឯងបងអត់ធំពេកទេណាចឹងគឺរួចរាល់ហើយបងប្អូនហើយឥឡូវយើងកលែងមកមើលបាយដំណើបរបស់យើងមកគឺឆ្អិនបានប្រហែលជា 50-60% ហើយបងប្អូនពីព្រោះដោយសារអីគឺខ្ញុំនៅយកទៅច្របល់គ្រឿងហើយខ្ញុំនៅចំហុយម្ដងទៀតទៅយកជាការបានហើយអង្ករដំណើបគឺយកឆ្អិនប៉ុណ្ណឹងគឺខ្ញុំយកហើយលើកដាក់វាបន្លែសិនមកចាំយើងយកកឋិនឬក៏ចានដែកកូនចានដៃអីមួយមកបងប្អូនយើងច្របល់ចូលគ្នាទៅការច្របល់របស់ខ្ញុំគឺមានអីទេមានតែអង្ករដំណើបខ្នុរហើយនិងខ្ទិះដូងហើយក៏ប្រើជាស្ករផងដែរហើយចំពោះស្ករគឺខ្ញុំប្រើជាស្ករសបងប្អូនព្រោះថាបង្អែមមួយប្រភេទនេះគឺយើងអត់ប្រើស្ករក្រហមទេយើងកូរច្របល់ប៉ុណ្ណឹងមកនិយាយចាំទៅបងប្អូនហើយថាធ្វើតែបន្តិចទេមានអីធ្លាដល់អ្នកចិត្តខាងទៀតនោះហើយបើសិនជាធ្វើច្រើនចឹងហើយគឺថាយើងអត់ចាយគេចាយឯងទេគឺថាវាសល់បងប្អូនគឺញ៉ាំច្រើនពេកក៏អត់កើតដែរហើយសម្រាប់ស្ករខ្ញុំប្រើចំនួន5ស្ព្រាបាយហើយកុំភ្លេចលួយអំបិលមកចាប់ផងនិយាយចំបង្អែមមួយមុខនេះគឺថាងាយស្រួលទេបងប្អូនអត់ពិបាកសូម្បីតែបន្តិចហើយគ្រឿងផ្សំនៅក៏តិចដែរបងប្អូនហើយបងប្អូនអាចសាកធ្វើញ៉ាំបានណាហើយបើសិនជាបងប្អូនច្នៃឲ្យល្អហើយឲ្យឆ្ងាញ់ជាងនេះបងប្អូនអាចដាក់សណ្តែកបាយបន្ថែមក៏បានដែរអាហ្នឹងដូចអ្នកបងប្អូនវៀតណាមក៏លក់អញ្ចឹងណាបងប្អូនហើយឥឡូវដល់វគ្គដែលខ្ញុំត្រូវចាក់យកទៅចំហុយជាលើកទី2ហើយការចំហុយរបស់ខ្ញុំហ្នឹងគឺខ្ញុំអត់ចំហុយទៅដល់កន្លះម៉ោងអីទេព្រោះដោយសារអីអង្ករដំណើបហ្នឹងគឺវាឆ្អិនម្សៅហើយបងប្អូនគ្រាន់តែវាមិនទាន់ឆ្អិនដាច់យកចការបានអញ្ចឹងណាហើយការចំអិនជាលើកទី2ហ្នឹងគឺខ្ញុំវាបែបហ្នឹងបងប្អូនវាដូចទៅលើកដំបូងអញ្ចឹងណាវាឲ្យស្មើគ្នាឲ្យរាងស្ដើងទៅពេលដែលយើងចំហុយទៅគឺវាឆាប់ឆ្អិនអញ្ចឹងណាបងប្អូនហើយវីដេអូធ្វើបង្អែមនេះសូមកុំភ្លេចជួយ follow page និង subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីជារៀងរាល់ថ្ងៃអញ្ចឹងណាបងប្អូនឥឡូវដល់ពេលដែលខ្ញុំត្រូវយកទៅចំហុយហើយឥឡូវចំហុយហ្នឹងគឺរួចរាល់ឆ្អិនហើយបងប្អូនឃើញអត់មើលទៅតំណងហើយបងប្អូនហើយបើសិនជាតំណងសុំមេដៃនៅបេះដូងហើយកុំភ្លេចជួយ share ម្នាក់មួយផងណាបងប្អូនឃើញអត់បងប្អូនតំណងអត់ឆ្ងាញ់អត់និយាយទៅបងប្អូនហើយដូចថានៅពេលដែលខ្ញុំយកទៅឲ្យអ្នកចិត្តខាងហើយឲ្យដល់អ្នកចិត្តខាងរបស់ខ្ញុំនៅប្រហែលតែជា2នាក់អីទេបងប្អូនហើយអញ្ចឹងវីដេអូចែកម្លែកអំពីធ្វើបាយដំណើបខ្នុររបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណជំរាបលា